បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងយើងបានបបផ្សោតថ្មីតកែក៏នាំទៅមើលរបូតដែលឆុងកាហ្វេបងប្អូនខ្ញុំសរសើរមែនទែនហាងកាហ្វេគេតូចទេទំហំប្រហែលជា1ម៉ែត្រជាងជិត2ម៉ែត្រ4ជ្រុងហើយគេដាក់នៅក្នុងហ្នឹងគឺមានភេសជ្ជៈច្រើនណាមានកាហ្វេមានកូកាមានប៉បស៊ីមាននិយាយទៅភេសជ្ជៈដែលយើងចង់បានគឺខាង robot ហ្នឹងគឺលាយឲ្យយើងមកស្អាតឲ្យយើងហ្មងសម្រាប់យើងកំងចង់បានអីចឹងទៅយើងមានគេមាន menu នៅក្នុងអា screen គេហ្នឹងគេឲ្យយើងចុចទៅបាទអញ្ចឹងយើងចង់បានអី robot ហ្នឹងគេធ្វើឲ្យយើងមកស្អាតឲ្យយើងតែម្ដងអញ្ចឹងខ្ញុំគិតថាយេសម័យនេះគឺជាសម័យបច្ចេកវិទ្យាអញ្ចឹងគេប្រើ robot ចំនួនមនុស្សច្រើនអញ្ចឹងបានថានៅពេលអនាគតគឺវាជាចំណុចមួយដែលកាត់បន្ថយការប្រើមនុស្សបាទដោយសារតែបច្ចេកវិទ្យាមានការរីកចម្រើនអញ្ចឹងគេយកបច្ចេកវិទ្យាហ្នឹងមកជំនួសមនុស្សវិញអញ្ចឹងវាជាចំណុចមួយដែលយើងគួររៀនសូត្រពីផ្នែកហ្នឹងដែរបាទនេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំចែកលេខទេវាមានរឿងច្រើនទៀតដែលគឺមានល្អជាងហ្នឹងលើសជាងហ្នឹងទៅទៀតគាត់ថានេះគាត់ខ្ញុំយកតែមួយផ្នែកតូចមួយដែលប្រទេសកូរ៉េគេមានហើយវាប្លែកពីប្រទេសយើងអត់ទាន់មានអញ្ចឹងណាអញ្ចឹងបាទខ្ញុំចង់យកផ្នែកហ្នឹងយកមកចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានឃើញពីការអភិវឌ្ឍខាងបច្ចេកវិទ្យានៅប្រទេសគេដែលគេយកមក apply ជាមួយនឹងការងារប្រចាំថ្ងៃបាទអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់អរគុណបងប្អូនអរគ្នាបានទស្សនា